យើងមិនអាចយកឈ្នះពួកគេនៅលើសមរភូមិបានទេទោះយើងមានអាវុធទំនើបជាងក៏ស្មារតីស្នេហាជាតិរបស់ពួកគេរឹងមាំដូចថ្មភ្នំអញ្ចឹងបើកម្លាំងខាងក្រៅមិនអាចបំបាក់បានយើងត្រូវតែបំផ្លាញពីខាងក្នុងសង្គ្រាមដ៏ល្អបំផុតគឺជាសង្គ្រាមដែលសត្រូវមិនដឹងថាយើងកំពុងតែច្បាំងយើងនឹងមិនសម្លាប់ពួកគេដោយគ្រាប់កាំភ្លើងទេតែយើងសម្លាប់ពួកគេដោយស្លាបព្រាយើងនឹងបញ្ចេញសារធាតុគីមីពិសេសម្យ៉ាងដែលផ្សំក្នុងចំណីអាហារភេសជ្ជៈនិងបង្អែមដែលមានតម្លៃថោកនិងមានរូបរាងទាក់ទាញសារធាតុនេះនឹងមិនសម្លាប់មនុស្សភ្លាមទេតែវាជ្រាបចូលយឺតបំផ្លាញទៅខាងក្នុងបន្តិចម្ដងទី1វាបំផ្លាញសតិបញ្ញាសារធាតុគីមីនឹងជ្រាបចូលទៅក្នុងប្រព័ន្ធសរសៃប្រសាទបំផ្លាញកោសិកាខួរក្បាលយឺតជាពិសេសចំពោះកុមារពួកគេនឹងក្លាយជាមនុស្សចំនួនក្រោយដែលខ្សោយសតិបញ្ញានិងរៀនមិនចូលគិតក៏មិនបានវែងឆ្ងាយទី2បំផ្លាញសុខភាពសារធាតុនេះនឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយងាយនឹងកើតជំងឺប្លែកជំងឺមហារីកនិងជំងឺរ៉ាំរ៉ៃផ្សេងទី3គឺកាត់បន្ថយអាយុជីវិតជាចុងក្រោយអាយុសង្ខាររបស់ប្រជាជនខ្មែរនឹងខ្លីជាងមុនជាតិសាសន៍មួយដែលពោពេញដោយអ្នកជំងឺនិងមនុស្សខ្សោយបញ្ញាតើនឹងអាចការពារទឹកដីរបស់ខ្លួនបានដោយរបៀបណាសំទោសលោកម្ចាស់តើនេះព្រៃផ្សៃពេកទៅដឹងគោលដៅរបស់យើងគឺកុមារពួកគេគ្មានទោសអ្វីទេកុមារថ្ងៃនេះជាទាហាននៅថ្ងៃស្អែកកុមារថ្ងៃនេះនឹងក្លាយជាថ្នាក់ដឹកនាំនៅថ្ងៃស្អែកបើចង់កាប់ដើមឈើត្រូវតែកាប់ទាំងឫសភាពមេត្តាគឺជាភាពទន់ជ្រាយដែលយើងមិនអាចមានបានទេយល់ទេបាទលោកម្ចាស់ខ្ញុំយល់ហើយបាទផែនការនេះល្អឥតខ្ចោះវាជាការវិនិយោគរយៈពេលវែងយើងមិនចាំបាច់ចំណាយគ្រប់កំភ្លើងសំបីតែមួយគ្រាប់តែក្នុងរយៈពេល20ឆ្នាំទៀតពួកគេនឹងប្រគល់អនាគតប្រទេសជាតិរបស់គេឲ្យមកយើងដោយខ្លួនឯងចាប់ផ្ដើមអនុវត្តចុះលោករដ្ឋមន្ត្រីតែឥឡូវនេះប្រជាជនខ្មែរបានពហិការជប់ប្រាប់លទ្ធផលរបស់យើងហើយតើយើងត្រូវធ្វើដូចម្តេចទៅបាទមែនហើយលោករដ្ឋមន្ត្រីបន្ទាប់ពីមានចំនួនព្រំដែនលើកចុងក្រោយនេះពួកគេហាក់ដូចជាស្អប់យើងខ្លាំងណាស់ដែលបានប្រមាណខ្យល់ទេបើគេចេះឈឺចាប់យូរម្ល៉េះទឹកដីរបស់គេមិនបានមកដល់យើងច្រើនដល់ម្លឹកដែរខ្មែរជាជាតិសាសន៍មួយដែលឆាប់ភ្លេចការតាំងចិត្តរបស់ពួកគេមិនខុសពីភ្លើងចម្បាំងនោះទេឯងចាំមើលចុះយ៉ាងច្រើន6ខែទៅ1ឆ្នាំនៅពេលដែលបញ្ហាព្រំដែនស្ងប់ស្ងាត់